ថ្ងៃនេះបានចេញទៅក្រៅបានទៅទិញសម្ភារៈផ្សេងៗដើម្បីយកមកប្រើប្រាស់ក្នុងផ្ទះសម្ភារៈខ្លះខ្វះចឹងទៅយើងក៏ទិញយកមកថែមរបស់របរទៅការប្រើផ្សេងៗហើយនេះជាថូផ្កាហើយថូផ្កាហ្នឹងគឺខ្ញុំទិញសម្រាប់យកមកដាំផ្កាតូចៗបងប្អូនព្រោះថូនេះគឺវាតូចល្មមដែរហើយខ្ញុំយកមកដាំផ្កាម៉ោង10ដែលខ្ញុំបេះបានតាមផ្លូវក៏យកមកដាំទៅហើយទិញបានសម្ភារៈផ្សេងៗទៀតដូចជាកត្រៃចឹងទៅហើយទៅវាគៀបហើយទៅវាគៀបសក់ទៅវានោះទៅវាចាប់កៅអៅខ្ញុំទិញយកមកពីដុំហើយទៅវាគៀបសក់ហ្នឹងកូនតាគៀបនេះគឺស្អាតមែនទែនខ្ជុះខ្ជួតមែនទែនណាគឺខ្ញុំសាកយកមកគៀបខ្លួនឯងមុនដំបងនិយាយរឿងទៅគឺឯងណាឯងអត់ដូចកូនក្មេងហើយរបស់ខ្ជុះខ្ជួតតិចតួចអត់បានទេจะឃើញចង់តែទិញហ្មងហើយធ្វើមកខ្ជុះខ្ជួតលេងមួយទៅណាហើយតបមកទៅមានសម្ភារៈផ្សេងទៀតមានអីផ្សេងទៀតវាមិនមានតែប៉ុណ្ណឹងទេឲ្យតែឃើញរបស់ខ្ជុះខ្ជួតចឹងគឺនាងខ្ញុំគឺទៅណាមិនសូវឆ្ងាយទេដើរជុំវិញហើយបើបានទៅទិញរបស់អញ្ចឹងវិញគឺដើរអត់ងាយចេញហ្មងហើយនោះជាសម្លេងត្បាល់លជាតបមកគឺកញ្ច្រែងហ្នឹងគឺខ្ញុំឃើញស្អាតទៅក៏បានទិញមកតែគ្រូសាខ្ញុំក៏ថាទិញយកមកទៅអីអាហ្នឹងគឺកញ្ច្រែងគេរែងម្សៅទេតែខ្ញុំឃើញក្នុងផ្លាកគេហ្នឹងគឺគេដាក់បន្លែដាក់អីបានយកមកទិញមកដាក់បន្លែដាក់អីផ្សេងទៅណាបងប្អូនមិនសម្រាប់តែដាក់រែងម្សៅមកមុខទេហើយនេះគឺជ្រុញនេះក៏ស្អាតដែរតបមកគឺគេហៅថាអាចដៃដោះឆ្នាំងណាហើយផ្តិលហ្នឹងទៅមានសម្រាប់អាំងសាច់អានេះគឺយកមកអាំងសាច់អាំងត្រីអាំងមាន់អាំងអីផ្សេងទៅស្រេចតែយើងចង់ធ្វើទេបងប្អូនបន្ទាប់មកក៏ខ្សែហើយខ្សែហ្នឹងគឺគ្រូសាខ្ញុំក៏អ្នកទិញមកនិយាយរួមឃើញរបស់តិចតួចជប់ក៏ទិញមកអត់ចង់ដើរចេញពីកន្លែងគេលក់ទេបងប្អូនហើយទៅបានទៅកន្លែងគេលក់សម្ភារៈគ្រប់មុខចឹងអូយទៅហើយគឺមិនចង់មកផ្ទះវិញសោះចង់ទៅនៅដើរទិញនេះបន្តិចទៅនោះតិចអីចឹងហើយមានឡាមកពុកមាត់នេះជាកំប៉ុងដាក់បាច់ឬក៏យើងដាក់សម្ភារៈផ្សេងហើយនេះសម្រាប់កាប់គោះអីចឹងទៅខ្ញុំយកមកដាំតំណាំដាំអីចឹងព្រោះខ្ញុំទិញយកមកដាំផ្កាដាំអីជាមួយនឹងថូអីចឹងទៅហើយសម្រាប់សពបន្ទប់ទឹកសពអីចឹងបងប្អូនអានេះសម្រាប់ជូតកញ្ចក់ពងជូតពងលាងចានពងអីទាំងទៅបន្ទាប់មកគឺដល់វគ្គពិសេសហើយគឺ unboxing ជាមួយនឹងចាននេះស្អាតមែនតើខ្ញុំឃើញខ្ញុំទិញបានពីអានឹងរៀងធំទិញយកមកដាក់ហូបអីឬក៏យើងយកមកដាក់បន្លែដាក់អីចឹងទៅដាក់ទឹកស្លដាក់ទឹកអីឬក៏ហូបនំជោគហូបមីអីចឹងទៅណាវីដេអូហ្នឹងគឺខ្ញុំថតកាមេរ៉ាស៊ីនមកខ្ញុំអត់សូវស្អាតទេមកខ្ញុំមានមុនមានអីចឹងបើបងប្អូនឃើញវីដេអូហ្នឹងហើយកុំថាអីថាវ៉ាន់ណានៅអីវ៉ាន់មកថងទៀតហើយមកថងហ្នឹងគឺមានកឡហ្នឹងបងប្អូនចង់ដាក់អីក៏បានខ្ញុំទិញយកមកទុកត្រាំនេះត្រាំនោះបងប្អូនចង់ដាក់អីក៏បានដែរមិនចាំបាច់ទៅត្រាំតែប្រមុខទេហើយខ្ញុំបើកមើលសិនចឹងទៅមានផ្លាកមានអីគេចឹងទៅយើងយកមកធ្វើអីយើងដកផ្លាកចោលទៅព្រោះយើងយកមកប្រើដែរទៅហើយខំអាកញ្ច្រែងនេះក៏ខ្ញុំទិញយកមកប្រើដែរប៉ុន្តែខ្ញុំយកមកដាក់សម្រាប់ដាក់អាថងគឺជាជប់ដែលខ្ញុំនឹងយកមកដាក់ទិញចានទិញអីមកទៅក៏វាមានជាមួយចឹងទៅខ្ញុំយកមកដាក់សម្រាប់សិនហើយតែបើឃើញចានខ្ជូតអីចឹងវិញអូយមិនចង់ចេញពីអាកន្លែងគេលក់ហ្មងចង់ទៅអង្គុយទិញអង្គុយរើសនៅនឹងឯងមិនថាលក់ចានលក់អីឲ្យទៅផ្សារម្ដងទៅកន្លែងណាក៏ដោយតែគេឃើញគេលក់ជប់ច្រើនមកអីមិនចង់ចេញពីកន្លែងគេលក់តែម្ដងកង់ទៅអង្គុយរើសនេះទិញនោះចង់ទៅទិញមកច្រើនទេប៉ុន្តែទិញមកប្រើមិនដែលសូវអស់ទេអរគុណបងប្អូនមិនសិនជាកន្លែងណាដែលខ្ញុំនិយាយខុសអីសូមអភ័យទោសផង